បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមានរៀនទាក់ទងទៅនឹងការដាក់លេខកូដកុំព្យូទ័រក៏បរិយាដតីបើកប្រើបាននៅពេលដែលយើងទុកកុំព្យូទ័រចោលអញ្ចឹងដើម្បីដាក់លេខកូដកុំព្យូទ័រក៏បរិយាដតីបើកបានគឺយើងចុចពាក្យ start អូខេយើងសរសេរអក្សរ SE អូខេអញ្ចឹងយើងឃើញមានពាក្យមួយគឺ setting system អញ្ចឹងយើងចុចលើពាក្យ setting system ដែលមានរូបសញ្ញាកងចក្រហ្នឹងអូខេអញ្ចឹងបន្តមកទៀតយើងស្វែងរកពាក្យ account ដែលមានរូបដូចមនុស្សអូខេចុចលើពាក្យ account អូខេបន្តមកទៀតយើងស្វែងរកពាក្យ sign in option ដែលមានរូបកូនសោអញ្ចឹងចុចលើនឹងពាក្យ sign in option អូខេយើងអូសមកខាងឆ្វេងយើងស្វែងរកពាក្យ password ដែលមានរូបកូនសោអូខេអញ្ចឹងចុចលើវាមកអូខេអញ្ចឹងដើម្បីដាក់លេខកូដកុំព្យូទ័របានយើងចុចពី add អូខេចុចពី add បន្តមកទៀតវាចេញផ្ទាំងពណ៌ខៀវមួយដែលមានឈ្មោះថា create a password អញ្ចឹង create a password គឺតម្រូវឲ្យយើងបំពេញនៅប្រអប់3ប្រអប់ទី1គឺតើតើនៅ new password អញ្ចឹង new password សំដៅទៅលើលេខ password ថ្មីដែលយើងដាក់ចូលអញ្ចឹងសូមបញ្ជាក់តើតើនឹងលេខ password គឺយើងដាក់លេខ password ណាដែលងាយស្រួលចាំកុំដាក់លេខ password ណាដែលពិបាកចាំហើយយើងត្រូវដាក់លេខ password ហើយយើងក៏ត្រូវកត់ទុកចំណាំផងដែរបើមិនបើយើងភ្លេចលេខ password ហ្នឹងគឺមានន័យថាកុំព្យូទ័ររបស់យើងគឺបើអត់ចេញទេអូខេអញ្ចឹងខ្ញុំដាក់លេខ password អូខេអញ្ចឹងបន្ទាប់ពីដាក់ហើយយើងត្រូវតែផ្ទៀងផ្ទាត់តើយើងចុចលេខ password ហ្នឹងជាអក្សរខ្លះហើយជាលេខខ្លះអូខេអញ្ចឹងដើម្បីផ្ទៀងផ្ទាត់យើងចុចសញ្ញាភ្នែកឲ្យជាប់ហើយយើងមើលតើយើងសរសេរអក្សរអ្វីខ្លះអូខេអញ្ចឹងខ្ញុំសរសេរឈ្មោះខ្ញុំអូខេអញ្ចឹងបន្តមកទៀតទៅនឹងប្រអប់ទី2គឺ confirm password អូខេអញ្ចឹង confirm password សំដៅទៅលើយើងបញ្ជាក់លេខកូដរបស់យើងសាថ្មីអូខេអញ្ចឹងយើងសេលេខកូដយើងរបស់យើងសាថ្មីអូខេអញ្ចឹងដើម្បីបញ្ជាក់ថាត្រូវឬខុសយើងចុចសញ្ញាភ្នែកដូចគ្នាហើយយើងមើលតើយើងសេត្រូវឬអត់អូខេអញ្ចឹងចំណុចទី3 password hint គឺសំដៅទៅលើលេខទំនាក់ទំនងដែលយើងប្រើនៅពេលដែលគេបើកកុំព្យូទ័រអត់ចេញអញ្ចឹងនៅពេលដែលអ្នកណាម្នាក់ដែលបើកកុំព្យូទ័រយើងអត់ចេញគាត់នឹងអាចតាក់ទងមកលេខទូរស័ព្ទរបស់យើងអញ្ចឹងពីច្រើនគឺយើងដាក់លេខទូរស័ព្ទសម្រាប់តាក់ទងនៅពេលដែលណាម្នាក់ដែលបើកកុំព្យូទ័រយើងអត់ចេញអញ្ចឹងគាត់តាក់ទងមកយើងអូខេខ្ញុំសេលេខទូរស័ព្ទខ្ញុំអូខេអញ្ចឹងបន្ទាប់ពីយើងបំពេញនៅទម្រង់ទាំង3នេះហើយយើងចុចពាក្យ next អូខេអញ្ចឹងបន្តមកទៀតគឺអត់មានអីដែលត្រូវបំពេញទេហើយយើងចុចពាក្យ finish អូខេអញ្ចឹងវានឹងត្រឡប់មកផ្ទាំងខាងដើមវិញដែលមានពាក្យ password អូខេអញ្ចឹងនៅពេលនេះគឺវាឡើងមានពាក្យ add ទៀតហើយគឺទៅវាមានពាក្យ change ម្ដងអញ្ចឹងនៅពេលដែលយើងឃើញពាក្យ change នេះមានន័យថាយើងបានដាក់លេខកូដឬក៏លេខសម្ងាត់កុំព្យូទ័ររបស់យើងជោគជ័យអញ្ចឹងដើម្បីដឹងថាតើខ្ញុំដាក់ password ជោគជ័យឬអត់ឥឡូវខ្ញុំបិទសិនអូខេអញ្ចឹងខ្ញុំដាក់លុបវាអូខេយើងចុចពាក្យ start ចុចពាក្យ power ហើយយើងចុចសញ្ញា console lock អូខេអញ្ចឹងនេះគឺជាសញ្ញា lock អញ្ចឹងខ្ញុំសរសេរ password របស់ខ្ញុំសាថ្មីវិញអូខេយើងផ្ទៀងផ្ទាត់វាហើយយើងចុចសញ្ញាព្រួញអូខេអញ្ចឹងនៅពេលនេះគឺកុំព្យូទ័ររបស់ខ្ញុំត្រូវបានដាក់លេខសម្ងាត់ដោយជោគជ័យហើយអញ្ចឹងទៅនឹងការដាក់លេខសម្ងាត់គឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូនទាំងអស់គ្នាដែលទើបតែទិញកុំព្យូទ័រថ្មីអាចធ្វើការដាក់លេខកូដបានវីដេអូនេះមានតែប៉ុណ្្នឹងទេអញ្ចឹងសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូនេះតាំងពីដើមដល់ចប់សូមអរគុណ